ប្រមុខក្រសួងមហាផ្ទៃដាស់តឿនមន្ត្រីពាក់ព័ន្ធបទល្មើសគ្រឿងញៀនប្រញាប់ដកខ្លួនបើមិនចង់ក្លាយជាសាច់ស្អុយឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី10នារសៀលថ្ងៃទី12ខែមីនាឆ្នាំ2025បានដាស់តឿនដល់មន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនសូមដកខ្លួនថយនិងកែប្រែអិរិយាបថជាបន្ទាន់ព្រោះថាចាប់ពីអំណឹសតទៅការអនុវត្តពាក្យស្លោកឆ្លុះកញ្ចក់ងូតទឹកដុសក្អែលព្យាបាលនិងវះកាត់សម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់គឺលែងឆ្លុះកញ្ចក់ងូតទឹកដុសក្អែលនិងព្យាបាលទៀតហើយពលគឺរាជរដ្ឋាភិបាលរួមទាំងក្រសួងមហាផ្ទៃនឹងចាត់វិធានការវះកាត់សាច់ស្អុយចោលតែម្ដងក្នុងឱកាសដែលអញ្ជើញជាសហអធិបតីជាមួយឯកឧត្តមសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីណេតសាវឿនប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រមុខក្រសួងមហាផ្ទៃក៏បានរំលឹកនៅកិច្ចការសំខាន់មួយចំនួនទៀតដែលឯកឧត្តមផ្ទាល់និងឯកឧត្តមសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីត្រូវការចូលរួមពង្រឹងការអនុវត្តពីក្រសួងស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដើម្បីបង្កើនប្រសិទ្ធភាពនៃការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រមុខក្រសួងមហាផ្ទៃក៏បានមានប្រសាសន៍ត្រង់ថាបញ្ហាគ្រឿងញៀននៅកម្ពុជាបើមិនមានការពាក់ព័ន្ធនឹងមន្ត្រីជាអ្នកអនុវត្តច្បាប់មួយចំនួននោះទេប្រកាសណាស់បញ្ហានេះមិនធំដុំដោយបច្ចុប្បន្ននេះឡើយដូច្នេះឯកឧត្តមបានប្រមានឲ្យដកខ្លួនចេញជាបន្ទាន់និងកុំពាក់ព័ន្ធព្រមទាំងបានណែនាំដល់មន្ត្រីមានសមត្ថកិច្ចទាំងអស់ខិតខំពន្យាតការស្រាវជ្រាវដោយផ្ដោតទាំងមុខសញ្ញាអ្នកដែលប្រព្រឹត្តនិងមុខសញ្ញាដែលពាក់ព័ន្ធជាខ្នងបង្អែកសូមបញ្ជាក់ថាក្នុងនីតិកាលទី7នៃរដ្ឋសភានេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញគោលការណ៍ដឹកនាំសម្អាតផ្ទះយើងហើយក៏បានផ្ដោតលើបញ្ហាគ្រឿងញៀននេះដែរពោលគឺមន្ត្រីពាក់ព័ន្ធបទល្មើសគ្រឿងញៀនត្រូវទទួលការអនុវត្តវិធានការវះកាត់សាច់ស្អុយដោយបណ្ដេញចេញពីក្របខ័ណ្ឌនិងទទួលខុសត្រូវចំពោះមុខច្បាប់មិនថាត្រឹមតែអ្នកជួញដូរនោះទេមន្ត្រីស៊ីវិលនិងកងកម្លាំងដែលប្រើប្រាស់គ្រឿងញៀនទូយ៉ាងក្រសួងមហាផ្ទៃក៏អនុវត្តវិធានការបណ្ដេញចេញពីក្របខ័ណ្ឌចំពោះមន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននិងការសេពគ្រឿងញៀននេះផងដែរ